ក្រោយមកខាងមាត់ទន្លេមកវាំងបងប្អូនម៉ោងប្រហែលជា5ល្ងាច4-5ល្ងាចចាបងប្អូនភ្លឺសុកស្រាប់តែមានពពកខ្មៅមកដុំមកឆ្នោតវែងកាត់ទៅទឹងទន្លេហ្នឹងបន្ទាប់មកមានខ្យល់មានអីរភ្លៀងបន្ទាប់មកក៏បាត់ទៅវិញឥឡូវឃើញទូកទេសចរនេះច្រើនជាន់បងប្អូនឡើងធំវែងហ្មងនេះបងឲ្យជីទៅរកចិត្តស្ពានជ្រោយចង្វាបងប្អូនហើយទឹកដូចប្រហែលជាចិត្តស្រកវិញហើយបងប្អូនទឹកព្រោះមានកផ្លោកអណ្ដែតមកសងខាងនេះមួយដែរនេះរៀងច្រើនមួយដែរប្រហែលជាចិត្តស្រកវិញហើយបងប្អូនអើយទេសភាពស្រស់ស្រាយបងប្អូនប៉ុន្តែតើតាអង្គុយពងស្រស់ស្រាយស្រាប់តែមានមកក្រុមក្មេងៗមកជក់បង្ហុយពីលើខ្យល់នេះបងប្អូនអើយដល់ចឹងទៅមានតែដើរចាញ់ទុកឲ្យគាត់បង្ហុយឆ្អែតដោយសារតែពួកគាត់អត់ទាន់ចេះគិតណាបងប្អូនដល់ពេលចឹងគាត់អត់ដឹងថាលើអ្នកដតីអីប៉ះពាល់គេអរគុណច្រើនបងប្អូនជម្រាបលាបាយបាយ